Hello អ្នកនរគ្នាថ្ងៃនេះគឺយើងមក enable web login នៅលើ router iCoin របស់យើងអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ manage router អ្នកនរគ្នាពីខាងក្រៅអីបានយើងអាចធ្វើការ enable web login លើ router យើងទៅឥឡូវខ្ញុំអាច enable មកឧស្សាហ៍នេះគឺខ្ញុំបាន enable ហើយអញ្ចឹងខ្ញុំវាយតែ IP ហើយវាយ port វាចូលមកបានហើយអញ្ចឹង step ដំបូងដែលយើងត្រូវធ្វើគឺយើង login យើងសិនមកហើយបន្ទាប់ទៀតគឺយើងចូលមកកាន់នេះយើងមិន save ទេហើយយើងចូលមកកាន់ system and setup នេះមកហើយយើងចូលមកកាន់ administration បន្ទាប់មកទៀតគឺយើងចូលមកកាន់ remote access កន្លែងនេះគឺយើងអាច enable មកជាក់ស្ដែងគឺខ្ញុំដោះ tick អស់ហើយប៉ុន្តែនេះយើងដោយសារយើងបានដាក់ port ដាក់អីហើយ allow អីចឹងណានេះ allow web access នេះអញ្ចឹងគឺវានៅជាប់អញ្ចឹងកន្លែងនេះគឺយើងអាច tick មួយមកគឺវានឹង automatic access តាមរយៈ HTTPS អញ្ចឹងកន្លែងនេះគឺយើង tick វាមកដើម្បីពេលដែលយើង log in លើក្រោយវាប្រើជាមួយនឹង HTTPS អញ្ចឹងណាហើយបន្ទាប់មកទៀតយើងអាចដាក់ port មកនេះគឺខ្ញុំដាក់ port 8080 code HTTP សារកន្លែងនេះគឺវា require អញ្ចឹងយើងអត់អាចនេះទេតែជាក់ស្ដែងគឺយើងបាន tick ឲ្យលើនេះហើយនេះអញ្ចឹងគឺវានឹង redirect ទៅកាន់ HTTPS ដដែលទេអញ្ចឹងកន្លែងហ្នឹងយើងមិនខ្វល់អីច្រើនទេហើយយើងគ្រាន់តែវាយ port HTTPS បើយើងចូលមកបានហើយកន្លែងនេះគឺយើង allow web access មកអញ្ចឹងគឺយើងអត់ប្រើ IPv6 ទេគឺយើងប្រើ IPv4 គឺយើង allow ថា IPv4 មកបានទេអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរចង់បិទយើងចុច closer នេះមកគឺបិទដែរហើយបន្តមកទៀតបើសិនជាអ្នកនរចង់បន្ថែមនេះគឺអត់ recommend ទេ telnet អូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងយើង click save មកបានអូខេហើយឡើង export technical support អានេះគឺយើងអត់មានត្រូវ report អីទៅកាន់ technical អីទេគឺមានតែប៉ុណ្្នឹងអញ្ចឹងអ្នកនរអាចធ្វើការ remote router អ្នកនរហ្នឹងតាមរយៈrouter ផ្សេងឬក៏ពីខាងក្រៅមកបានទេអានេះគឺខ្ញុំឈរនៅលើ mic តិចនេះបើសិនជាអ្នកនរបានមើលវីដេអូមុនអ្នកនរនឹងដឹងហើយសារកន្លែងនេះយើងប្រើ port ចឹងណាយើងអាចធ្វើការ refresh មួយមកនេះឥឡូវគឺវា redirect ទៅកាន់ HTTPS ហើយប៉ុន្តែជាក់ស្ដែងនេះដោយសារតែយើងចេញមកបែបហ្នឹងវាអត់មានអីចម្លែកទេ router យើងវាតកតងជាមួយនឹង certificate នេះ ASL នេះបើយើងអត់មានអញ្ចឹងណាអញ្ចឹងវាចេញមកបែប not secure អញ្ចឹងដោយសារការ browser Chrome របស់យើងវាអត់ទទួលស្គាល់តកតងជាមួយនឹង encryption របស់ router iCoin អញ្ចឹងយើងមិនឆ្ងល់កន្លែងនេះទេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេគឺយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណអ្នកនរគ្នា